ត្រឹមតែមួយប្រព្រឹត្តភ្នែកមកឆេមបូពៀទាំងមូលបានប្រែក្លាយជាសមុទ្រភ្លើងនេះមិនមែនជាការគំរាមទាស់ទេតែវាជាសង្គ្រាមពិតប្រាកដដែលពិភពលោកកំពុងសម្លឹងមើលដោយក្តីរន្ធត់នាចុងខែកុម្ភៈនិងខែមីនាឆ្នាំ2026នេះប្រវត្តិសាស្ត្រពិភពលោកត្រូវបានកត់ត្រាជាថ្មីបន្ទាប់ពីមហាអំណាចអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលទៅលើទីក្រុងតេហេរ៉ង់ហើយអ៊ីរ៉ង់មិនបានអូនក្បាលចុះចាញ់នោះទេផ្ទុយទៅវិញពួកគេបានបើកទ្វារឃ្លាំងអាវុធរបស់ខ្លួនដើម្បីវាយបកវិញហ្វូងដ្រូនអត្តឃាតសាហេតរឹបពើនគ្រឿងហោះពាសពេញផ្ទៃអាកាសមីស៊ីលប៉ាឡេស្ទិកបំពាក់ក្បាលគ្រាប់ចង្កោមដ៏សាហាវបានហែកទម្លុះប្រព័ន្ធការពារដ៏រឹងមាំរបស់អ៊ីស្រាអែលយ៉ាងងាយស្រួលអ្វីដែលកាន់តែអាក្រក់មូលដ្ឋានទ័ពអាមេរិកស្ទើរតែទាំងអស់នៅទូទាំងមជ្ឈមបូព៌ាកំពុងរងការបាញ់ស្រោចដោយមីស៊ីលរហូតធ្វើឲ្យទាហានអាមេរិករាប់រយនាក់ក្លាយជាផ្ទាំងស៊ីបដ៏គ្រោះថ្នាក់បំផុតតើអ៊ីរ៉ង់កំពុងប្រើប្រាស់សព្វាវុធអ្វីខ្លះនៅក្នុងដៃហើយតើអាវុធទាំងនេះមានលក្ខណៈបច្ចេកទេសសាហាវកម្រិតណាទើបធ្វើឲ្យមហាអំណាចពិភពលោករង្គោះរង្គើបានបែបនេះយើងនឹងនាំអ្នកទៅស្វែងយល់ពីការប្រើប្រាស់សព្វាវុធរបស់អ៊ីរ៉ង់ដែលកំពុងអង្រួនពិភពលោកនាពេលនេះឯតាមព្រឹត្តិការណ៍សង្គ្រាមជាក់ស្ដែងដែលទើបតែបានផ្ទុះឡើងយ៉ាងកក្រើកនៅចុងខែកុម្ភៈនៅពេលកណ្ដាលខែមីនាឆ្នាំ2026នេះដែលផ្ដោតជាពិសេសទៅលើការប្រើប្រាស់សព្វាវុធរបស់អ៊ីរ៉ង់ក្នុងការវាយបកទៅលើមូលដ្ឋានអាមេរិកនិងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី28កុម្ភៈឆ្នាំ2026សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកប្រតិបត្តិការរួមគ្នាទ្រង់ទ្រាយធំមួយដែលមានឈ្មោះកូដអាមេរិកថា Operation Epic Fury ដោយបានទម្លាក់គ្រាប់បែកជិត900លើកក្នុងរយៈពេលត្រឹមតែ12ម៉ោងទៅលើប្រទេសអ៊ីរ៉ង់ការវាយប្រហារដ៏ភ្ញាក់ផ្អើលនេះបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោកអាលីខាម៉ាណីនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតឆ្លើយតបនឹងរឿងនេះកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ IRGC មិនបានចុះញោមឡើយហើយបានបើកការវាយប្រហារបកសងសឹកភ្លាមដោយប្រើប្រាស់សព្វាវុធដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនការប្រើប្រាស់សព្វាវុធរបស់អ៊ីរ៉ង់ក្នុងខែកុម្ភៈនិងខែមីនាឆ្នាំ2026នេះមិនមែនវាយប្រហារតែលើអ៊ីស្រាអែលនោះទេតែបានពង្រីកវិសាលភាពវាយប្រហារស្រោចទៅលើមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់មជ្ឈមបូព៌ាប្រភេទសព្វាវុធយុទ្ធសាស្ត្រដែលអ៊ីរ៉ង់បានប្រើប្រាស់ក្នុងសង្គ្រាមនេះដើម្បីវាយទម្លុះប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់អាមេរិកនិងអ៊ីស្រាអែលអ៊ីរ៉ង់បានប្រើប្រាស់ឃ្លាំងអាវុធចម្រុះរបស់ខ្លួនរួមមានមីស៊ីលប៉ាឡេស្ទិកបំពាក់ក្បាលគ្រាប់ចង្កោមនេះគឺជាចំណុចដ៏គួរឲ្យកត់សម្គាល់បំផុតក្នុងសង្គ្រាមខែមីនាឆ្នាំ2026នេះអ៊ីរ៉ង់បានបាញ់មីស៊ីលប៉ាឡេស្ទិករាប់រយគ្រាប់ទៅកាន់អ៊ីស្រាអែលនិងមូលដ្ឋានអាមេរិកអ្វីដែលកាន់តែសាហាវនោះគឺការប្រើប្រាស់មីស៊ីលដែលបំពាក់ក្បាលគ្រាប់ប្រភេទគ្រាប់បែកចង្កោមអាវុធប្រភេទនេះនៅពេលហោះជិតដល់គោលដៅវាបានបំបែកជាគ្រាប់តូចៗរាប់រយគ្រាប់ធ្លាក់ខ្ចាត់ខ្ចាយដែលធ្វើឲ្យប្រព័ន្ធរ៉ាដាស្ទាក់ចាប់របស់អាមេរិកនិងអ៊ីស្រាអែលមិនអាចចាំសញ្ញាបានទាំងអស់ហ្វូងដ្រូនអត្តឃាតអ៊ីរ៉ង់បានបញ្ចេញដ្រូនអត្តឃាតស៊េរីសហេតុរឹបពើនគ្រាប់ហោះព្រមៗគ្នាការប្រើប្រាស់ដ្រូននេះគឺដើម្បីគោលបំណងពីរទី1គឺវាយប្រហារផ្ទាល់ទៅលើរោងចក្រចម្រាញ់ប្រេងនិងមូលដ្ឋានទ័ពនិងទី2គឺធ្វើជានុយដើម្បីឲ្យប្រព័ន្ធប្រឆាំងមីស៊ីល Patriot របស់អាមេរិកនិង Iron Dome របស់អ៊ីស្រាអែលបាញ់អស់គ្រាប់មុនពេលមីស៊ីលប៉ាឡេស្ទិកពិតប្រាកដហោះទៅដល់ចំពោះមីនក្រុមទឹកក្រៅពីអាវុធលើអាកាសអ៊ីរ៉ង់បានប្រើប្រាស់ទូលល្បឿនលឿនរបស់ខ្លួនដើម្បីទម្លាក់មីនសមុទ្រនៅច្រកសមុទ្រហាម៉ូសការប្រើប្រាស់អាវុធនេះមានគោលដៅកាន់ផ្ដាច់នាវាចម្បាំងអាមេរិកកុំឲ្យចូលគៀនៅដើម្បីគម្រាមកំហែងដល់ចរាចរណ៍ប្រេងពិភពលោករីឯការវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលដោយផ្ទាល់យោងតាមទិន្នន័យជាក់ស្ដែងកាលពីថ្ងៃទី28កុម្ភៈដល់ដើមខែមីនាឆ្នាំ2026អ៊ីរ៉ង់បានបើកការវាយប្រហារលើអ៊ីស្រាអែលចំនួន174លើកដោយប្រើមីស៊ីលប៉ាឡេស្ទិកគោលដៅវាយប្រហារ 55.6% នៃមីស៊ីលត្រូវបានបាញ់តម្រង់ទៅតំបន់រដ្ឋធានីទេលអាវីវ 33.3% ទៅភាគខាងត្បូងអ៊ីស្រាអែលនិង 11.1% ទៅភាគខាងជើងការទម្លុះប្រព័ន្ធការពារនៅថ្ងៃទី28កុម្ភៈមីស៊ីលអ៊ីរ៉ង់បានវាយប្រហារចំអគារមួយនៅទេលអាវីវដោយសារតែប្រព័ន្ធស៊ីរ៉ែនប្រកាសអាសន្នរបស់អ៊ីស្រាអែលមានភាពរអាក់រអួលនិងរោមិនទាន់ពេលការវាយប្រហារនៅប៊ីតសេមេសនិងយ៉ាហូតនៅថ្ងៃទី1មីនាមីស៊ីលអ៊ីរ៉ង់មួយគ្រាប់បានទម្លុះជំរកសុវត្ថិភាពដ៏រឹងមាំនៃសាលាប្រជុំសាសនាមួយនៅទីក្រុងប៊ីតសេមេសសម្រាប់ជនស៊ីវិលអ៊ីស្រាអែល9នាក់នៅថ្ងៃទី9មីនាមីស៊ីលបំពាក់គ្រាប់បែកចង្កោមបានធ្លាក់ចំទីក្រុងយ៉ាហូតសម្រាប់កម្មករ2នាក់និងរបួសធ្ងន់1នាក់សរុបមកការបាញ់ស្រោចសព្វាវុធរបស់អ៊ីរ៉ង់ក្នុងខែមីនានេះបានសម្លាប់ជនស៊ីវិលអ៊ីស្រាអែល12នាក់និងរងរបួសជាង2142នាក់រីឯការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅទូទាំងឈូងសមុទ្រប៉ែកដោយសារអាមេរិកជាអ្នកបើកការវាយប្រហារមុនអ៊ីរ៉ង់បានប្រើប្រាស់សព្វាវុធរបស់ខ្លួនវាយកំទេចគ្រប់ទីតាំងរបស់អាមេរិកដែលមាននៅក្នុងប្រទេសអារ៉ាប់រួមមានប្រទេសគុយវ៉េតកងកម្លាំងមីស៊ីលជើងគោរបស់ IRGC អ៊ីរ៉ង់បានបាញ់មីស៊ីល2គ្រាប់ដោយជោគជ័យទៅចំមូលដ្ឋានទ័ពអាមេរិក Kamaristan នៅមូលដ្ឋានទ័ពអាកាស Ali Al-Salem អ្វីដែលកាន់តែអាក្រក់គឺការវាយប្រហារនៅកំពង់ផែស៊ុយអៃបានៅថ្ងៃទី1មីនាបានសម្លាប់ទាហានអាមេរិកចំនួន9នាក់ភ្លាមៗនៅអារ៉ាប៊ីសាអូឌីតអ៊ីរ៉ង់បាន
តបាយមីស៊ីលប៉ាឡេស្ទីក6គ្រាប់ទៅលើមូលដ្ឋានទ័ពអាកាស Prince Sultan Air Base ដែលទាហានអាមេរិកចូលជើងទោះបីជាអាមេរិកស្ទាក់ចាប់បានប៉ុន្តែកំទេចកំទីមីស៊ីលបានសម្លាប់ទាហានអាមេរិកម្នាក់អ៊ីរ៉ង់ក៏បានបញ្ជូនដ្រូនទៅវាយប្រហារដងព្រេង Al-Saibah ផងដែរនៅប្រទេសកាតានិងអេមីរ៉ាតអារ៉ាប់រួមមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់អាមេរិកគឺ Al-Udeid នៅកាតានិង Al-Dhafra នៅ UAE សុទ្ធតែរងការវាយប្រហារដោយហ្វូងដ្រូនអត្តឃាតស៊េរីសាហិតនៅប្រទេសបារ៉ែនអ៊ីរ៉ង់បានវាយប្រហារចំទីបញ្ជាការកណ្ដាលនៃកងនាវាទី5របស់សហរដ្ឋអាមេរិកនៅទីក្រុងម៉ាណាម៉ានិងប្រើដ្រូនទម្លាក់គ្រាប់បែកចំរោងចក្រចម្រាញ់ប្រេងបែបគោលរបស់បារ៉ែនផ្ទាល់នៅប្រទេសសុកដានីនិងស៊ីមក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់រីចាល់ Al-Bas Al-Sadid បានបាញ់ដ្រូនអត្តឃាតទៅលើមូលដ្ឋានអាកាស Muwafaq Salti នៅសុកដានីចំណែកឯមូលដ្ឋានយោធាអង់គ្លេស Agrothiri នៅប្រទេសស៊ីមក៏រងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ផងដែររីឯការវាយតម្លៃពីការខូចខាតសង្គ្រាមនេះបានក្លាយជាប្រធានបទក្តៅបំផុតនៅលើទំព័រមុខនៃសារព្រមាននៅវិទ្យាស្ថានស្រាវជ្រាវល្បីៗជុំវិញពិភពលោកក្នុងខែមីនាឆ្នាំ2026នេះរួមមានមួយសារព្រមាន CBS News និង Reuters ទូរទស្សន៍ CBS News របស់អាមេរិកបានចុះផ្សាយនៅថ្ងៃទី11ខែមីនាឆ្នាំ2026ថាការបាញ់ស្រោចមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់បានបណ្ដាលឲ្យទាហានអាមេរិកប្រមាណ140នាក់បានរងរបួសត្រឹមតែក្នុងរយៈពេល10ថ្ងៃដំបូងនៃសង្គ្រាមប៉ុណ្ណោះការចុះផ្សាយនេះក៏បានបញ្ជាក់ផងដែរថាអាមេរិកត្រូវបង្ខំចិត្តបំផ្លាញទូកដាក់មីនសមុទ្ររបស់អ៊ីរ៉ង់ចំនួន16គ្រឿងនៅច្រកសមុទ្រ Hormuz ចំពោះទីភ្នាក់ងារព័ត៌មាន Reuters បានវិភាគថាយុទ្ធសាស្ត្រវាយប្រហាររបស់អ៊ីរ៉ង់ទៅលើបណ្ដាប្រទេសជើងសមុទ្រអារ៉ាប់គឺមានបំណងគម្រាមកំហែងប្រទេសអារ៉ាប់ទាំងនោះកុំឲ្យបន្តផ្ដល់ទឹកដីឲ្យអាមេរិកនិងអ៊ីស្រាអែលប្រើប្រាស់ទីពីរបណ្ដាញព័ត៌មាន Al Jazeera និងទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Al Jazeera បានពណ៌នាអំពីការបាញ់ស្រោចមីស៊ីលរបស់អ៊ីរ៉ង់ថាជាការវាយសងសឹកដ៏សាហាវបំផុតបន្ទាប់ពីមេដឹកនាំលោក Ali Khamenei ត្រូវបានសម្លាប់សារព័ត៌មាននេះបានរំលេចចំណុចខ្សោយនៃប្រព័ន្ធការពារអ៊ីស្រាអែលដែលជាជំរកសុវត្ថិភាពនៅតែអាចត្រូវទម្លុះដោយមីស៊ីលអ៊ីរ៉ង់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ Fars និង Mirror បានប្រកាសអបអរសាទរចំពោះភាពជោគជ័យនៃកងកម្លាំងជើងគោក IRGC ដែលបានបាញ់មីស៊ីលវាយកំទេចជំរុំទាហានអាមេរិក Hamarijan នៅប្រទេសគុយវេតទី3វិទ្យាស្ថាន CFR និង Atlantic Council វិទ្យាស្ថាន Atlantic Council និង CFR បានចេញអត្ថបទវិភាគក្នុងខែកុម្ភៈនិងខែមីនានេះថាទោះបីជាអាមេរិកនិងអ៊ីស្រាអែលវាយប្រហារកំទេចថ្នាក់ដឹកនាំអ៊ីរ៉ង់ក៏ដោយប៉ុន្តែរបបសាធារណរដ្ឋអ៊ីស្លាមនេះមានប្រព័ន្ធកងទ័ពនិងអ៊ីស្រាជនជាច្រើនស្រទាប់ការវាយបកដោយប្រើអាវុធគ្រប់ប្រភេទទៅលើមូលដ្ឋានអាមេរិកបង្ហាញថាអ៊ីរ៉ង់មិនខ្វះកម្លាំងដើម្បីបន្តសង្គ្រាមសងសឹកនោះឡើយហើយបើសិនជាមានទាហានអាមេរិកស្លាប់កាន់តែច្រើនវានឹងរុញច្រានសង្គ្រាមនេះឲ្យក្លាយជាសង្គ្រាមតំបន់ដែលមិនអាចគ្រប់គ្រងបានទី4សវចនាធិបាយព្រីតានីកាបានចងក្រងព្រឹត្តិការណ៍នេះថាជាសង្គ្រាមអ៊ីរ៉ង់ឆ្នាំ2026ឬ2026 Iran Conflict ដោយគូបញ្ជាក់ថាភ្លើងសង្គ្រាមបានផ្លាស់ប្ដូររូបរាងតំបន់មជ្ឈមបូព៌ាទាំងស្រុងនៅពេលដែលដ្រូននិងមីស៊ីលរាប់ពាន់គ្រាប់របស់អ៊ីរ៉ង់ហោះគ្របដណ្ដប់លើផ្ទៃមេឃរបាយការណ៍របស់សភាអង់គ្លេសបានប្រកាសនៅដើមខែមីនានេះថាអង់គ្លេសត្រូវបង្ខំចិត្តបញ្ជូនកងទ័ពអាកាស RAF ដើម្បីជួយការពារមូលដ្ឋានរបស់ខ្លួននៅស៊ីបនិងបារ៉ែនបន្ទាប់ពីអាវុធរបស់អ៊ីរ៉ង់បានហោះទៅដល់ទីតាំងទាំងនោះជារួមមកការប្រើប្រាស់សភារបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាមដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈរហូតមកដល់ខែមីនាឆ្នាំ2026នេះមិនមែនគ្រាន់តែជាការវាយប្រហារដើម្បីបង្ហាញកម្លាំងដោយពេលមុននោះទេប៉ុន្តែជាការបើកសង្គ្រាមសងសឹកដ៏បង្ហូរឈាមទ្រង់ទ្រាយធំការសម្រេចចិត្តប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហាររាប់រយលើកដោយរួមបញ្ចូលនូវហ្វូងដ្រូនអត្តឃាតមីស៊ីលប៉ាឡេស្ទីកបំពាក់ក្បាលគ្របចង្កោមនិងការទម្លាក់មីនសមុទ្របានធ្វើឲ្យប្រព័ន្ធការពាររបស់សម្ព័ន្ធមិត្តអាមេរិកអ៊ីស្រាអែលផ្ទុកលើចំណុះយោងតាមរបាយការណ៍ជាក់ស្ដែងពីប្រភពព័ត៌មានល្បីៗអាវុធទាំងនេះពិតជាបានសម្លាប់និងប្រហារឲ្យរបួសដល់ទាហានអាមេរិករាប់រយនាក់នៅតាមមូលដ្ឋានទ័ពនានាក្នុងតំបន់ជើងសមុទ្រអារ៉ាប់ព្រមទាំងបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតជនស៊ីវិលអ៊ីស្រាអែលយ៉ាងច្រើនដែលរុញច្រានពិភពលោកឲ្យធ្លាក់ចូលក្នុងវិបត្តិសន្តិសុខដ៏ធំបំផុតប្រចាំទសវត្សរ៍នេះ